Bạn này chỉ video mũi bằng hai nhóm phí cả đã product key Microsoft bây giờ học pram năng và chẳng muốn đừng dương đã bán dương tới từ lúc cam thi tra hình trò sân và chẳng đầm bay lúc dương cho căn cái lệnh sợi nhé mà chẳng dương sợi bị thá add or remove program này mà dương chạy lưu về hái dương từ đó cam thi Microsoft Office đại dương màn lần mà ai tham đọc bằng bốn nó phải mùi anh chẳng tới bạn nàyสำหรับnhóm bây giờ học pram trong chim lục chạy lưu về muối hay do bị thá uninstall này bà hay do uninstall mà hay do bị nhé mà hay do uninstall một tờ máu đừng lục và chẳng thời gian dẹp về du tích asrai từ công tơ dương mà bà sợ công tơ thay ấy lươn đây mà công tơ khẳng á mà chẳng thấy dân rong trăm về rồi hồi về lục ó bàn dân đồng nà ca nơi việc và tập tiệt mà số meta rong trăm một tích mà chắc mình tập về lục rút vì đừng tranh post opแบบนี้สำหรับ Office ចាស់របស់យើងនេះមកវាដាក់ថា don't uninstall នេះបាទចេញលុបឲ្យចាស់រួចហើយចុចលើពាក្យ close បាទបន្តមកយើងចូល restart កុំព្យូទ័រយើងមួយសិនហើយបន្ទាប់ពី restart ហើយនេះវាចេញមកបែបនេះបាទហើយយើងបើក product key យើងទុកទៅដើម្បីងាយស្រួល copy បាទហើយយើងចូលទៅកាន់ Chrome បាទហើយយើងចូលទៅកាន់ account ណាមួយវាយពាក្យថា365 Office បាទនេះចឹងយកអាលើគេហ្នឹងមកនោះអាលើគេនេះបាទចុចលើវាមកហើយចុចលើរកពាក្យថា sign in បាទយកពាក្យថា sign in បាទបន្ទាប់មកវាឲ្យយើងដាក់ email បាទអញ្ចឹងយក email ដែលយកទៅពីខ្ញុំដែលបានទិញហ្នឹងបាទអញ្ចឹងចុចលើអាហ្នឹងមកបាទហើយខ្ញុំ copy ដាក់ខ្ញុំសូមបិទកន្លែងហ្នឹងបាទហើយចុចលើពាក្យ next បន្តមកដាក់ password ដែលទិញទៅបាទដាក់ password ដែលអ្នកទាំងគ្នាទិញទៅពីខាងខ្ញុំហ្នឹងបាទហើយចុច sign in បាទសូមរងចាំបាទបន្តមកវាលោតបែបនេះមិនថាយើងឲ្យយើងដូរលេខកូដបាទអញ្ចឹងខាងលើហ្នឹងដាក់លេខកូដចាស់ប្រឡោះខាងលើហ្នឹងលេខកូដចាស់ដែលទិញទៅកន្លែងនេះគឺលេខកូដបង្កើតថ្មីដែលអ្នកទាំងអស់គ្នាត្រូវបង្កើតហើយចងចាំទុកប្រើប្រាស់ password ហ្នឹងលេខច្រៀងរហូតបាទចឹងទេយើងដាក់បង្កើត password ថ្មីមកហើយយើងយកមក copy paste ដាក់ហើយប្លោះក្រមនេះដាក់ដូចប្លោះកដាលដែរបាទហើយចុចលើពាក្យថា sign in បាទតមកយកពាក្យ yes មកបាទអញ្ចឹងវានឹង log in ចូលទៅកាន់ Microsoft 65បាទបន្ទាប់ពីចូលទាំងនឹងហើយយើងទៅរក install កម្មវិធី365ហ្នឹងបាទអញ្ចឹងដើម្បី install ចុចលើផ្ទាំង4ជ្រុងនេះហើយយកពាក្យថា more app បាទ more app នេះបាទបន្ទាប់មកយើងចុចលើពាក្យព្រួយនៃ install app នេះបាទចុចលើហ្នឹងមកបន្ទាប់មកយកលើគេដាក់ Microsoft 365 app បាទដែលមាន Excel Word អីនេះបាទចុចលើវាមកបាទអញ្ចឹងការ download នេះគឺជា download មក extension មួយទេយើងមិន download file ទាំងមូលទេកន្លែងនេះណាបាទដែលមានទំហំប្រហែល7 MB ទេអញ្ចឹងលឿនទេកន្លែងនេះបាទអញ្ចឹងសូមរងចាំពេល download ចប់បាទអញ្ចឹងចុចចូលកន្លែងហ្នឹងគឺអត់ទាន់ download ទេបាទអញ្ចឹងយើងចុចមកលាក់ទៀតបាន download នេះចុចកន្លែងថា install office នេះបាទចុចកន្លែងហ្នឹងមកបាទកន្លែងនេះបានវា download extension នឹងចូលបាទកន្លែងមិញគឺវាអត់ទាន់ install ទេវាអត់ទាន់ download មកកន្លែងដែលឲ្យយើង install app នេះទេបាទកន្លែងនេះគឺវាកំពុងតែ download ហើយបាទយើងមើលព្រួយនៅខាងស្ដាំនេះមកនេះបាទអញ្ចឹងនេះ download ជិតចប់ហើយបាទអាហ្នឹងលឿនទេដោយសារវាតែ7 MB ទេបាទបន្ទាប់ពីយើង download ចប់ហើយយើង
ចូល file explore នេះហើយទៅកន្លែង download បាទនេះនឹងឃើញអាផ្ទាំងថ្មីនេះហើយយើង click លើវា2ដងបាទ click លើវា2ដងក៏បានមកស្ដាប់ហើយ install ក៏បានដែរ click លើវា2ដងមកហើយយកពាក្យ yes មកកន្លែងហ្នឹងបាទបន្តមកវានឹងកើតថា we getting បាទ ready នេះកន្លែងនេះមកថាគឺសូមរងចាំវារត់មកថាវាកំពុងតែរត់នៅលើកុំព្យូទ័រយើងបាទចឹងទេសូមរងចាំវាសម្រាប់បាទបន្ទាប់ពីរងចាំហើយវាលុបទាំង download នេះមកអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវ download បានន័យថាកម្មវិធី365ពេញហើយដែលមានទំហំច្រើន G ដែរបាទ PVC ដែរកន្លែងហ្នឹងបាទអញ្ចឹងលឿនយឺតអាស្រ័យលើអ៊ីនធឺណិតហើយនិងកុំព្យូទ័រដែរបាទអញ្ចឹងយើងរងចាំរហូតដល់ download ចប់បាទនេះជិតចប់ហើយបាទដោយសារខ្ញុំខាបាទបាទពេលដល់ download ចប់គឺវា load មកបែបនេះបាទអាហ្នឹងមិនឲ្យ download ឲ្យ install ចប់ហើយបាទយើងចុចលើពាក្យ close មកបាទតមកនៃ Word Excel វានឹង load មកផ្ទាំងបែបហ្នឹងអញ្ចឹងបើអត់មានទេយើងចុចលើរូប window ហ្នឹងហើយយើងទៅរក Word ឬក៏ Excel ហ្នឹងមួយមកសិនមកហើយចុចដើម្បីផ្ញើ shortcut ហ្នឹងមកកាន់អេក្រង់បាទអញ្ចឹងចុចលើវាហើយយកមកបាទហើយយក open file location នេះអញ្ចឹងវានឹងមាន Word Excel PowerPoint នៅក្នុងមួយជួរហ្មងបាទអញ្ចឹងយើងចុចលើមកស្ដាំលើវាយកពាក្យថា send to ណូបាទហើយយក desktop បាទតែប៉ុណ្្នឹងទៅវានឹង load មកកាន់អេក្រង់ដូចតែបានបង្ហាញនេះហើយបាទអាហ្នឹងបើសិនជាកុំព្យូទ័រអ្នកទាំងគ្នាអត់ឃើញទេណាបាទអញ្ចឹងធ្វើតាមហ្នឹងទៅបាទឬក៏មានចម្ងល់ comment ក្រោមបាទបន្តមកយើងបើកអាហ្នឹងមកបាទអញ្ចឹងយើងត្រូវដាក់ product key ហ្នឹងទៀតយកពាក្យថា sign in or create account នេះបាទយើងត្រូវដាក់ account key ហ្នឹងម្ដងទៀតបន្តមកយើងទៅ copy email ដែលបានទៅពីខាងខ្ញុំហ្នឹងមកបាទ copy ដាក់មកបាទ copy email ដែលទិញទៅហ្នឹងបាទយកផាសដាក់នៅលើកន្លែងនេះបាទគឺដូចគ្នាជាមួយកន្លែងយើងចូលទៅ Chrome បាទហើយពេលយើងផាសហើយយើងចុចលើពាក្យថា next បាទទៅបន្តទៀតបាទអញ្ចឹងសូមរងចាំបាទ password នេះគឺជា password ដែលយើងបានបង្កើតដោយខ្លួនឯងហ្នឹងបាទអត់មែន password ទិញទៅទេគឺ password ដែលបានបង្កើតដោយខ្លួនឯងហ្នឹងបាទយើង copy យកផាសមកហើយយកពាក្យថា sign in បាទបន្តមកយកពាក្យ yes មកបាទអញ្ចឹងយើងរងចាំបន្តិចទៅបាទកន្លែងហ្នឹងអត់យូរទេបាទវាកំពុងតែចោះឈ្មោះឬក៏ sign in ចូលក្នុង Microsoft Office យើងបាទអញ្ចឹងបើមានចម្ងល់អីអាចតាក់ទងសួរបន្ថែមបាទឬក៏ comment សួរក្រោមបន្តមកចុចលើពាក្យថា done នេះមកអូខេបាទបន្តមកចេញមកបែបនេះគឺមានថា Word យើងអាចប្រើប្រាស់បានហើយកន្លែងនេះចុច close មកអត់អីទេនេះបាទវាគ្រាន់តែ load ទឿនទេបាទហើយយើងអាចថាបង្កើត file យើងថ្មីមួយមកនេះយើងអាច save បានអីធម្មតាហើយបាទអញ្ចឹងបងអ្នកទាំងគ្នាមានចំណាប់អារម្មណ៍ចង់តិចអានេះយើងប្រើប្រាស់បានរហូតណាបាទមិនមានចំណាប់អារម្មណ៍អីអាចតាក់ទងបន្ថែមបាននេះបាទអញ្ចឹងវាបាទហើយមានទំហំផ្ទុកបន្ថែមទៀតបាទតាមប្រភេទខ្លះមានរហូតដល់ 100G ខ្លះមានរហូតដល់ 5T បាទគេ free ទំហំផ្ទុកទៀតហើយប្រើប្រាស់បានជារៀងរហូតទៀតបាទហើយបើសិនជាអ្នកទាំងគ្នាចង់បានអាចខមមិននៅខាងក្រោមបាទសូមអរគុណច្រើនសូមគោរពលា